ណុចបាទត្រៀមរៀបចំទិវាអូឡ িম্প ិកនិងទិវាអត្តពលិកជាតិចុងខែនេះនៅពហុកីឡដ្ឋានមរតកដៃជោបាទគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបាទណុចបានប្រកាសថានឹងរៀបចំទិវាអូឡ িম্প ិកនិងទិវាអត្តពលិកជាតិរួមគ្នានៅថ្ងៃទី28ខែមិថុនាឆ្នាំ2026បាទខាងមុខនៅពហុកីឡដ្ឋានជាតិមរតកដៃជោបាទដោយមានកិច្ចសហការបាទពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជានិងដៃគូផ្សេងៗទៀតព្រមទាំងកីឡាករកីឡាការិនីសិស្សានុសិស្សនិងមន្ត្រីណុចបាទដែលរំពឹងថានឹងមានអ្នកចូលរួមក្នុងរង្វង់ពី700ទៅ800នាក់បាទអាដាមវ៉ាត់ចម្រើនបាទអគ្គលេខាធិការណុចបាទបានឲ្យដឹងថាដោយទទួលបានគោលការណ៍បាទពីអាដាមបណ្ឌិតថោងខុនប្រធានណុចវេទិកាអត្តពលិកជាតិឆ្នាំនេះបាទនឹងផ្ដោតលើប្រធានបទស្ដីពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡ িম্প ិកនៅសហរដ្ឋអាមេរិកឆ្នាំ2028ដោយបំផុសនៅការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាដ៏ធំលើលោកនេះបាទតាមគម្រោងវេទិកាអត្តពលិកជាតិលើកទី2ដែលណុចត្រៀមរៀបចំនេះនឹងមានការពិគ្រោះយោបល់សំណេះសំណាលនិងលើកទឹកចិត្តកីឡាករឲ្យត្រៀមចូលរួមការប្រកួតជម្រុះដើម្បីឈានទៅដណ្ដើមសិទ្ធិចូលរួមព្រឹត្តិការណ៍កីឡាអូឡ িম্প ិកក៏ដូចជាបង្ហាញពីទស្សនវិស័យនិងទស្សនវិជ្ជាអូឡ িম্প ិកដែលផ្ដល់តម្លៃខ្ពស់ដល់សិស្សានុសិស្សចូលរួមចំណែកឯទិវាអូឡ িম্প ិកគឺនឹងរៀបចំស្របថ្ងៃជាមួយគ្នានោះដែរដែលទិវានេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីរំលឹកនិងផ្សព្វផ្សាយគុណតម្លៃដ៏ថ្លៃថ្លានៃចលនាអូឡ িম্প ិកដែលផ្ដោតលើមិត្តភាពសាមគ្គីភាពការគោរពគ្នាទៅវិញទៅមកនិងការខិតខំឆ្ពោះទៅរកឧត្តមភាពទិវានេះក៏ជាទិវាដ៏សំខាន់សម្រាប់លើកកម្ពស់សន្តិភាពការយោគយល់គ្នានិងការរស់នៅប្រកបដោយសុខដុមរមនាក្នុងចំណោមប្រជាជនគ្រប់ជាតិសាសន៍អាដាមបានមានប្រសាសន៍ថាទិវាប្រចាំឆ្នាំនេះបានបង្ហាញយ៉ាងច្បាស់ថាកីឡាការិនីមិនមែនគ្រាន់តែជាការប្រកួតប្រជែងដើម្បីជ័យជំនះប៉ុណ្ណោះទេប៉ុន្តែជាកម្លាំងវិជ្ជមានដែលអាចផ្សារភ្ជាប់មនុស្សឲ្យកាន់តែជិតស្និទ្ធនិងបង្កើនសាមគ្គីភាពនិងរួមចំណែកកសាងសង្គមប្រកបដោយសុខសន្តិភាពវឌ្ឍនភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពគូបញ្ជាក់ថាការចូលរួមទាំងអស់នឹងបានលេងកីឡាកម្សាន្តមានទាំងការរត់3គីឡូម៉ែត្រ5គីឡូម៉ែត្រផងដែរបាទរៀបចំធំឆ្នាំនេះបាទឆ្នាំ2026បាទ